คุณมือเลยพวกแบบทำยังไงเนี่ยมาทำเป็นของกลางមានចំនួនភាសកសរុប549គ្រួសារស្មើនឹងមនុស្ស1878នាក់ស្រី9ក្នុងនោះមានគ្រួសារកងទ័ពចំនួន13គ្រួសារបានដោះស្រាយជូនរួចរាល់ហើយបាទក្នុងនាមអាជ្ញាធរស្រុកបានយកចិត្តទុកដាក់ទី1ការពារសន្តិសុខសុវត្ថិភាពជូនបាទចូលជាកន្លះនេះដែលបានសម្រាប់ស្នាក់ស្រាយរកសពនៅក្នុងពេលដែលមានបញ្ហាស៊ីក្រៀមទីពីនហើយក៏បានរៀបចំកន្លែងបានសំរុំគួរសមដែរហើយអញ្ចឹងហើយសម្រាប់គុំចាំរបស់យើងនេះក៏មានបងប្អូនជនភាសាក៏បានមកទីនេះតាមរយៈមិត្តភ័ក្តិបងប្អូនដោយសារកន្លែងនេះគឺស្រួលក្នុងការស្នាក់ស្រាយដោយសារយើងមានផ្ទះសម្បែងមិត្តភ័ក្តិបងប្អូនដែលបានផ្ដល់ដល់ការរស់នៅបានសំរុំជាពិសេសគឺកន្លែងដែលមានការគិតគូរដោះស្រាយដល់ចម្រុះដែលមានអនាម័យផាសុកភាពបាទហើយតាមខ្ញុំមកប៉ះពាល់ដល់បងប្អូនជាប្រុសដែរអញ្ចឹងហើយចាំបាច់យើងត្រូវគិតគូរអំពីបញ្ហាសុខភាពរបស់បងប្អូនបាទអញ្ចឹងរៀបចំឲ្យមានក្រុមគ្រូពេទ្យចូលពិនិត្យតាមផ្ទះនៅក្នុងការប៉ះតែពេចគ្នាក្នុងស្ថានភាពក្តៅនៅឡើយទេអញ្ចឹងគឺបើសិនជាសង្គ្រាមនេះមិនបញ្ចប់ទេនៅតែបន្តអូសបន្លាយពេលវេលាយូរទៅគឺបងប្អូនប្រជាប្រដ្ឋរបស់យើងគឺនឹងមានទទួលរងការគ្រប់ដោយមូលហេតុនៃការស្ទាមទានរបស់កងទ័ពសៀមនេះគឺអត់បញ្ចប់បាទហើយកំពុងតែពង្រីកនៅវិសាលភាពហើយចំនួន319នាក់319គ្រួសារក្នុងស្រុកកោះស្ទឹងនៃឱកាសនេះនិតិបញ្ចប់ខ្ញុំសូមគោរពជូនពរចិត្តទុកដាក់និងព្យាបាលដោយឥតគិតថ្លៃនិតិបញ្ចប់ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាដាមគណៈទឹកដីព្រមទាំងប្រតិភូនិងសមាជិកសមាអាយ៉ាសំទោសជាន់ជើឥឡូវសមមកឲ្យជុំគ្នាបន្តតែសុខសប្បាយដល់គ្នាសូមជម្រាបលាបាទគុំទៅចំណាប់តែក